រងបណ្ដឹងលួចទ្រព្យពិធីការនីមានបច្ចរិតាប្តឹងបោះអុកញ៉ាពីបទប៉ុនប៉ងរំលោភសត្វសន្តិវៈចាអតីតបេក្ខនារី Miss Grand Cambodia 2020និងជាពិធីការនីប្រចាំស្ថានីយទូរទស្សន៍ My TV កញ្ញាមានបច្ចរិតាចាបានប្តឹងបោះអុកញ៉ាហៀងចាហេងសៀពីបទប៉ុនប៉ងរំលោភសត្វសន្តិវៈបន្ទាប់ពីប្តឹងរបស់លោកចាបណ្ដឹងរបស់លោកអុកញ៉ារូបនេះប្តឹងចោទកញ្ញាពីបទលួចទូរស័ព្ទដៃនិងប្រើហិង្សាចាហើយត្រូវបានតុលាការចាត់ការតាមបណ្ដឹងនោះចាពេលបណ្ដឹងកម្រាស់3ទំព័ររបស់ចាមានបច្ចរិតាដាក់ចូលអាយកាអមសាលាដំបងរាជធានីភ្នំពេញកាលពីថ្ងៃទី11ខែឧសភាហើយត្រូវសារព័ត៌មានចុះផ្សាយនិងចែកចាយប្រងព្រាតនៅលើបណ្ដាញសង្គម Facebook នៅព្រឹកនេះបង្ហាញថាមានបច្ចរិតាប្តឹងលោកអុកញ៉ាហេងសៀពីបទប៉ុនប៉ងរំលោភសត្វសន្តិវៈមានស្ថានទម្ងន់ទោសដោយទាមទារសំណងជំងឺចិត្តនិងចានឹងព្យាស្នកម្មនៅទឹកប្រាក់សរុប$110,000អាមេរិកចាបណ្ដឹងរបស់ពិធីការនីមានបច្ចរិតានេះចាធ្វើឡើងបន្ទាប់ពីបណ្ដឹងមួយរបស់លោកអុកញ៉ាហេងសៀចាបានដាក់ចូលសាលាដំបងរាជធានីភ្នំពេញដែរហើយតំណាងចាអាយកាបានសម្រេចចោទប្រកាន់កញ្ញាមានបច្ចរិតាពីបទលួចទូរស័ព្ទដៃ iPhone និងចាក់លោកអុកញ៉ារូបនោះចំនួនចា2កំបិតបណ្ដាលឲ្យរងរបួសហេតុការណ៍នោះបានកើតឡើងកាលពីម៉ោង 3:06 នាទីរសៀលថ្ងៃទី4ខែឧសភាឆ្នាំ2021ចាទោះជាយ៉ាងណាកញ្ញាមានបច្ចរិតាបានច្រានចោលនៅការចោទប្រកាន់នេះហើយអះអាងថាអ្វីដែលនាងធ្វើនោះគឺរុញដៃរបស់លោកអុកញ៉ាចេញដែលព្យាយាមបំពេញរលូកចាលើរូបរាងកាយរបស់កញ្ញាចាដែលជានារីទន់ខ្សោយដើម្បីការពារសុវត្ថិភាពដោយសារតែលោកអុកញ៉ារូបនោះមានកាំភ្លើងនៅក្នុងដៃចាប្រិមត្តពុកម៉ែបងប្អូនជាទីមេត្រីចាសម្រាប់អត្ថបទព័ត៌មានដែលនាងខ្ញុំបានជម្រាបជូនបងប្អូននៅពេលនេះចាក៏សូមបញ្ចប់តែត្រឹមប៉ុណ្ណឹងរាល់កំហុសខុសឆ្គងទាំងឡាយសូមខន្តីអធិស្ឋានចាហើយជាចុងបញ្ចប់សូមបងប្អូនកុំភ្លេចជួយចុច Subscribe និងសញ្ញារូបកណ្ដឹងឲ្យ Channel នេះខ្ញុំម្នាក់មួយផងចាដើម្បីទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃពី Channel នេះខ្ញុំផងដែរចាសូមអរគុណសូមគោរពលា